នៅក្នុងរឿងសាមកុកឆ្នាំ2010តួអង្គលីម៉ឹងគឺជាមេទ័ពដ៏ឆ្នើមម្នាក់របស់នគរតង់អ៊ូដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរជោគវាសនានៃនគរទាំង3ខាងក្រោមនេះគឺជាការសង្ខេបនិងសម្រាយពីដំណើរជីវិតអត្តចរិតនិងវីរភាពរបស់លីម៉ឹងនៅក្នុងកំណែទម្រង់ឆ្នាំ2010 1. ពីមេទ័ពដែលគ្មានចំណេះដឹងទៅជាអ្នកប្រកាសទស្សនៈត្រូវមើលគ្នាឡើងវិញនៅក្នុងវគ្គដំបូងលីម៉ឹងគ្រាន់តែជាមេទ័ពដែលពឹងផ្អែកទៅលើកម្លាំងបាយនិងភាពក្លាហានតែខ្វះខាតការរៀនសូត្រអក្ខរកម្មទាបដោយសារតែមានការអប់រំពីសុនឈៀនលីម៉ឹងបានខិតខំប្រឹងប្រែងរៀនសូត្រអានសៀវភៅយុទ្ធសាស្ត្ររហូតក្លាយជាបុគ្គលមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកអក្សរសាស្ត្រនិងផ្នែកយុទ្ធសាស្ត្រយោធាពាក្យស្លោកល្បីនៅពេលដែលលូស៊ូជួបនឹងលីម៉ឹងហើយឃើញការផ្លាស់ប្ដូរដ៏អស្ចារ្យនេះលូស៊ូបានពោលទៅកាន់លីម៉ឹងថាមិនមែនជាលីម៉ឹងដ៏ល្ងងខ្លៅកាលពីមុនឡើយលីម៉ឹងក៏បានតបទៅវិញបុរសបែកគ្នាតែ3ថ្ងៃតែត្រូវមើលគ្នាឡើងវិញដោយខ្សែភ្នែកថ្មីត្រូវវាយតម្លៃគ្នាឡើងវិញ 2. ការឡើងកាន់តំណែងជាមេទ័ពធំបន្តពីលូស៊ូក្រោយពីលូស៊ូទទួលមរណៈទៅលីម៉ឹងត្រូវបានគេតែងតាំងជាមេទ័ពធំគ្រប់គ្រងកងទ័ពតង់អ៊ូទាំងមូលគោលដៅធំបំផុតរបស់លោកគឺការយកទឹកដីជីងជើត្រឡប់មកវិញដែលកាលនោះគ្រប់គ្រងដោយគុនអ៊ី 3. ផែនការដ៏មហិមាសម្រាប់គុនអ៊ីយកជីងជើនៅក្នុងកំណែទម្រង់ឆ្នាំ2010ភាគច្រើនបង្ហាញថាលីម៉ឹងគឺមានគំនិតប្រឆាំងនឹងនគរស៊ូហានខ្លាំងជាងលូស៊ូលោកយល់ថាបើមិនកម្ចាត់គុនអ៊ីទេទឹកដីតង់អ៊ូនឹងមិនអាចមានស្ថិរភាពឡើយយុទ្ធសាស្ត្រធ្វើជាឈឺលីម៉ឹងបានសហការជាមួយនឹងលូសៀនដោយធ្វើពោតធ្លាក់ខ្លួនឈឺហើយក៏លូសៀនកាលនោះក៏មិនទាន់មានឈ្មោះល្បីល្បាញឡើងមកជំនួសតំណែងផែនការនេះបានធ្វើឲ្យគុនអ៊ីកើតសេចក្តីប្រមាទគិតថាតង់អ៊ូគ្មានអ្នកខ្លាំងក៏ដកទ័ពស្ទើរទាំងអស់ចេញពីជីងជើទៅវាយនគរឆៅឆៅនៅភូមិខាងជើងការវាយឆ្មក់អាវសលីម៉ឹងបានដឹកនាំកងទ័ពខ្លែងខ្លាយធ្វើអាជីវកម្មស្លៀកពាក់សជិះទូកដកហូតប៉ុស្តិ៍យាមតាមដងទន្លេរបស់គុនអ៊ីដោយគ្មានការបង្ហូរឈាមនិងវាយកក្រុងជីងជើបានយ៉ាងងាយស្រួល 4. ទីបញ្ចប់នៃជីវិតនិងការស្លាប់របស់លីម៉ឹងនៅក្នុងរឿងសាមកុកឆ្នាំ2010មរណភាពរបស់លីម៉ឹងត្រូវបានបង្ហាញខុសពីនៅក្នុងសៀវភៅប្រឡំលោកបន្តិចនៅក្នុងសៀវភៅប្រឡំលោកព្រលឹងគុនអ៊ីចូលសន្ធិដ្ឋសម្លាប់ការស្លាប់ដោយសារជំងឺនិងហត់នឿយនៅក្នុងស៊េរីឆ្នាំ2010លីម៉ឹងមានជំងឺប្រចាំកាយស្រាប់ដែលលោកធ្លាប់ធ្វើជាលេសបោកគុនអ៊ីក្រោយពីទទួលបានជាជំនះដេញតាមចាប់និងសម្លាប់គុនអ៊ីរួចមកជំងឺរបស់លោកត្រូវបានរើឡើងវិញទម្ងន់ផ្សំស្របជាមួយនឹងការនៅហត់ខ្លាំងក្នុងការធ្វើសង្គ្រាមធ្វើឲ្យលោកទទួលមរណភាពភ្លាមក្រោយពេលជាជំនះមិនបានប៉ុន្មានផងផលវិបាកផ្នែកនយោបាយការដែលលីម៉ឹងជំរុញឲ្យការសម្លាប់គុនអ៊ីទោះបីជាស៊ុនឈៀនស្ទាក់ស្ទើរព្រោះខ្លាចលីវប៉ៃមកសងសឹកបានបង្កើតឲ្យមានសង្គ្រាមអ៊ីលីងដ៏ធំរវាងលីវប៉ៃនិងស៊ុនឈៀននៅពេលក្រោយសរុបសេចក្តីមកតួអង្គលីម៉ឹងនៅក្នុងរឿងសាមកុកឆ្នាំ2010គឺជានិមិត្តរូបនៃបុគ្គលដែលអភិវឌ្ឍខ្លួនមិនឈប់និងជាមេទ័ពដែលមានភាពហ្មត់ចត់ស្ងប់ស្ងៀមនិងមានល្បិចខ្ពស់លោកគឺជាអ្នកបញ្ចប់វីរភាពរបស់គុនអ៊ីនិងជាអ្នកបង្រួបបង្រួមទឹកដីជីងជើឲ្យមកនគរអ៊ូវិញដោយជោគជ័យសំដៅសួរថានៅពេលដែលលីម៉ឹងមុនចូលបម្រើការឲ្យតង់អ៊ូតើមានព្រឹត្តិការណ៍អ្វីចម្លើយនៅក្នុងរឿងសាមកុកភនិទានឆ្នាំ2010មុនពេលដែលលីម៉ឹងចូលបម្រើការឬទូនីតិលេចធ្លោនៅក្នុងនគរតង់អ៊ូស្ថានភាពរបស់លោកគឺនៅក្នុងសាច់រឿងក្នុងសម័យនោះមានចំណុចសំខាន់ដូចជាមេទ័ពវ័យក្មេងដែលពូកែខាងវេតប់ប៉ុន្តែខ្វះចំណេះដឹងនៅដើមដំបូងលីម៉ឹងគឺជាទាហាននិងជាមេទ័ពថ្នាក់ទាបម្នាក់ដែលមានចិត្តក្លាហានចូលចិត្តប្រយុទ្ធឆ្មក់និងដណ្ដើមអាសាខ្លាំងណាស់ប៉ុន្តែលោកជាមនុស្សដែលមិនសូវដឹងអក្សរនិងមិនមានការរៀនសូត្រជ្រាបជ្រៅទេរហូតដល់ពេលដែលគេហៅក្រៅផ្លូវការថាអាមៀងខាងត្បូងទន្លេដែលមានន័យថាមនុស្សដែលមានសាច់ដុំគ្មានប្រាជ្ញាការណែនាំពីសុនឈៀនដោយសារតែឃើញលីម៉ឹងជាមនុស្សដែលមានភាពឧស្សាហ៍ខាងយោធាម្ចាស់សុនឈៀនបានដាស់តឿននិងបង្ខំឲ្យលោកចាប់ផ្ដើមអានសៀវភៅប្រវត្តិសាស្ត្រនិងយុទ្ធសាស្ត្រលីម៉ឹងបានខិតខំរៀនសូត្រយ៉ាងខ្លាំងរហូតដល់ប្រែខ្លួនជាមេទ័ពដែលមានចំណេះដឹងទាំងផ្នែកអក្សរសាស្ត្រនិងយោធាស្ថិតនៅក្រោមការដឹកនាំរបស់ជើអ៊ីនិងលូស៊ូមុនពេលឡើងកាន់តំណែងជាមេទ័ពធំលីម៉ឹងគឺជាអ្នកជំនួយការនិងជាមេទ័ពក្រោមបង្គាប់ដ៏ស្មោះត្រង់របស់ជើអ៊ីនិងបន្តមកគឺលោកលូស៊ូលោកបានចូលរួមនៅក្នុងសមរភូមិធំៗជាច្រើនដូចជាសមរភូមិជូពីជាដើមក្នុងការទទួលស្គាល់ពីលូស៊ូមានឈុតឆាកមួយដ៏ល្បីនៅក្នុង
ពេលដែលលូស៊ូទៅពិភាក្សាការងារសឹកជាមួយនឹងលីម៉ឹងហើយបានឃើញលីម៉ឹងមានវិភាគស្ថានភាពយ៉ាងច្បាស់លាស់និងយុទ្ធសាស្ត្រខ្ពស់លូស៊ូភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពោលថាលីម៉ឹងនៅថ្ងៃនេះមិនមែនជាលីម៉ឹងកាលពីមុននោះឡើយសរុបមកនៅពេលដែលលោកឡើងជាមេទ័ពធំរបស់តុងអ៊ូទាំងមូលលីម៉ឹងគឺជាមេទ័ពដែលឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងស្វិតស្វាញនិងយុទ្ធសាស្ត្រជាក់ស្ដែងនិងការរៀនសូត្រយុទ្ធសាស្ត្ររហូតក្លាយជាបុគ្គលសំខាន់ដែលស៊ុនឈៀនទុកចិត្តបំផុតនៅក្នុងការបន្តតំណែងពីលូស៊ូដើម្បីទប់ទល់ទៅនឹងផែនការដណ្ដើមយកខេត្តជីងជើពីគុនអ៊ី